ខ្ញុំខចង់រំលឹកបងប្អូនអរគ្នាថាពេលខ្លះយើងអត់ដឹងទេថាអ្នកណាគេកំពុងតែមើលវីដេអូយើងអ្នកណាគេខ្លះកំពុងតែសង្កេតនៅការងារអ្វីដែលយើងកំពុងបង្ហោះនៅលើ social media របស់យើង500 view មែនទេគិតថាអត់សប្បាយចិត្តមែនទេគិតថាវាចំនួននឹងតិចទេមែនទេនៅពេលដែលបង្ហោះបទចម្រៀងទៅឃើញតែ2 300 view អត់ឃើញដូចគេ2 300k 1លាន2លានតែបើសួរថា500 view ហ្នឹងមានសិតតែតារាល្បីៗដូចជាបងវណ្ណាបងអស្គងកញ្ញាតារាល្បីៗផ្សេងៗក៏កំពុងមើលបទចម្រៀងរបស់យើងឬក៏មើលវីដេអូរបស់យើងយើងដឹងខ្លួនទេទៅ500 view ហ្នឹងពេលខ្លះវាអាចមានមនុស្សដែលយើងគោរពស្រឡាញ់ idol របស់យើងមនុស្សដែលយើងតែងតែកោតសរសើរគេកំពុងមើលយើងក៏យើងដឹងខ្លួនដែរពេលខ្លះមនុស្សដែលយើងមិនសុំបីគិតថានឹងមកមើលយើងផងក៏គេមកមើលយើងដែរឬក៏វាអាចជានរណាម្នាក់ដែលអាចផ្លាស់ប្ដូរវាសនាឬក៏ជីវិតរបស់យើងបានដែរតែយើងអត់ដឹងខ្លួនទេហើយក្នុងចំណុចនេះដែរខ្ញុំសូមលើកឧទាហរណ៍ដល់អ្នកនរគ្នាមួយវីដេអូនេះដែរគឺខ្ញុំធ្វើបទចម្រៀងភ្លេងខ្មែរជាមួយតន្ត្រី EDM ហើយកាលពីពេលខ្ញុំផុសនោះគឺខ្ញុំចាំបានថាគឺអត់ទាន់មានមនុស្សមើលច្រើនទេប្រហែលជា K2K ប៉ុន្តែអ្វីដែលខ្ញុំអត់ដឹងខ្លួនឯងភ្ញាក់ខ្លួននោះគឺក្នុង K2K ហ្នឹងគឺមានបងអស្គងកញ្ញាគាត់បានមើលវីដេអូរបស់ខ្ញុំហើយគាត់បាន hit ស្មោះខ្ញុំនៅក្នុង TikTok និយាយពីការងារប្រជិតចម្រៀងតាក់ទងជាមួយភ្លេងខ្មែរហេតុផលនឹងហើយបានខ្ញុំយកឧទាហរណ៍មួយនេះចង់ចែកជូនដល់បងប្អូនគ្នាឲ្យបានដឹងឲ្យបានយល់ថាពេលខ្លះមិនមែនអា 1K 2K ឬក៏ 500 view នឹងអត់មានផលប្រយោជន៍ទេយើងអត់ដឹងថាអ្នកណាគេកំពុងមើលយើងទេបន្ទាប់ពីខ្ញុំបានពិភាក្សាជាមួយបងអស្គងកញ្ញាហើយពួកយើងក៏បានធ្វើភ្លេងជាមួយគ្នាហើយភ្លេងដែលខ្ញុំធ្វើឲ្យគាត់នឹងគឺភ្លេងនៅថ្ងៃ intro នៃការបើក concert solo របស់គាត់នៅបាត់ដំបងហើយខ្ញុំគិតពិតជាសប្បាយចិត្តហើយមានមោទនភាពមែនទែនចំពោះស្នាដៃដ៏ធំមួយនេះអញ្ចឹងជាឧទាហរណ៍មួយខ្ញុំឲ្យបងប្អូនអរគ្នាបានស្ដាប់និងបានឃើញ500 view បាក់ទឹកចិត្តលែងចង់ធ្វើអីកុំគិតអញ្ចឹងអ្នកទាំងអស់គ្នា100 view មិនមែនរឿងលេងសើចទេ500 view ក៏វាមិនមែនរឿងតូចតាចតែឥឡូវអ្នកនរគ្នាសាកសម័យមើលបើសិនជា500នាក់នឹងនៅក្នុងជីវិតពិតយើងនៅលើឆាកហើយ500នាក់នឹងក៏កំពុងមើលយើងកំពុងសម្ដែង500នាក់នឹងគឺមិនមែនតិចទេអ្នកនរគ្នាគឺ500នាក់គឺច្រើនមែនតើអញ្ចឹងអ្នកនរគ្នាត្រូវសួរខ្លួនឯងថាចេះអូខេគេមើលខ្ញុំ500នាក់តែបើនៅក្នុងជីវិតពិតខ្ញុំកំពុង perform ជាសិល្បករច្រៀងលេងហ្គីតាឬក៏ DJ តើខ្ញុំអាចមានសមត្ថភាពឬក៏ខ្ញុំអាច control ខ្លួនឯងនៅលើឆាកបានទេតើខ្ញុំអាចតទល់ជាមួយមនុស្ស500នាក់នឹងដែល perform ទាំងអត់មានភាពភ័យខ្លាចទេខ្ញុំអាចយកខ្លួនខ្ញុំទៅស៊ាំជាមួយនឹងលើឆាកបានទេអញ្ចឹងកន្លែងនេះខ្ញុំចង់ឲ្យបងប្អូនយល់ថា500 view ក៏វាមានន័យដែរបើជាមនុស្សពិតគឺ500នាក់បើសិនជាយើង perform នៅមុខគេគឺវាមនុស្សច្រើនមែនតើមុនពេលដែលបងប្អូនចង់បានអ្នកគ្រប់គ្រងច្រើន 1k 2k 3k view 1លាន2 3លាន view អ្នកនរគ្នាក៏ត្រូវធៀមខ្លួនធៀមសមត្ថភាពខ្លួនឯងដើម្បីសម្រាប់ perform ទល់មុខមនុស្សចំនួនដែលយើងចង់បានប៉ុណ្ណឹងអញ្ចឹងដោះខាត់សមត្ថភាពខ្លួនឯងព្យាយាម post វីដេអូឲ្យបានច្រើនកុំតូចចិត្តនៅពេលដែលគេមើលតិចឬក៏គេមើលច្រើនអ្នកនរគ្នាគឺជាសិល្បករល្អអ្នកនរគ្នាគឺជា rock star អ្នកនរគ្នាបានបង្កើតសិល្បៈមកលើភពផែនដីនេះហើយគ្រាន់តែថាអ្នកនរគ្នាត្រូវការ promote ហើយត្រូវការព្យាយាមប្រើប្រាស់ភាពអត់ធ្មត់និងការចែករំលែកការងាររបស់យើងនិងសិល្បៈរបស់យើងឲ្យបានច្រើនជាងនេះទៀតហើយឈប់ផ្ដោតទៅលើ view ឈប់ផ្ដោតទៅលើ share ឈប់ផ្ដោតទៅលើការវិនិច្ឆ័យរបស់អ្នកដទៃយើងជាខ្លួនឯងហើយបានជាអង់គ្លេសយើងគេមានពាក្យថា mindset mind បូកជាមួយ set អញ្ចឹងយើងត្រូវតែ set up ពួកក្បាល mindset យើងឲ្យទៅជា mindset មួយដែលជឿជាក់លើខ្លួនឯង motivate លើខ្លួនឯងទោះបីជាពេលខ្លះអត់មានអ្នកណាលើកទឹកចិត្តយើងក៏យើងលើកចិត្តខ្លួនឯងដែរហើយចំនួន view ចំនួន like ហ្នឹងដូចខ្ញុំប្រាប់ចឹងគឺវាអត់អាចកំណត់ជោគវាសនារបស់យើងនឹងថាយើងសិល្បៈយើងល្អឬក៏អត់ល្អទេពេលខ្លះអ្នកនរគ្នាគ្រាន់តែខ្វះខាតនៅក្នុងការ promotion ខ្លួនឯងការធ្វើ marketing ហើយមួយទៀតបើសិនជានិយាយនៅក្នុងខ្សែសិល្បៈគឺយើងខ្វះ music business ការ promote ខ្លួនឯងការ marketing ការលក់ខ្លួនឯងនៅលើប្រព័ន្ធ social media គឺយើងខ្វះអាហ្នឹងដូច្នេះហើយបាទខ្ញុំព្យាយាមបង្កើតវីដេអូលើកទឹកចិត្តវីដេអូ music business នឹងជាដំបូងមានតិចតួចដែលខ្ញុំចេះចង់ចែកជូនដល់បងប្អូនគ្នាដើម្បីអភិវឌ្ឍខ្លួនទាំងអស់គ្នាទៅមុខទៀតលូតលាស់ទាំងអស់គ្នាទៅមុខទៀតដោយសារខ្ញុំមើលឃើញនៅស្រុកខ្មែរយើងគឺអត់សូវមាន content creator ណាគាត់ធ្វើវីដេអូបែបជាលក្ខណៈ artist បែបនេះអ្នកមានតម្លៃក្តីសុបិនរបស់អ្នកក៏មានតម្លៃដែរសមត្ថភាពរបស់អ្នកក៏មានតម្លៃដូចគ្នាសូមកុំឈប់បង្ហាញខ្លួនយើងទៅកាន់ពិភពលោកនៅពេលណាដែលអ្នកនរគ្នាឈប់មានន័យថាអ្នកនរគ្នាបានចោះចាញ់អ្នកនរគ្នាបានបោះបង់ចោលរួចទៅហើយខ្ញុំនិងអ្នកនរគ្នាពួកយើងគឺជា frequency ឬក៏ជា fray កង់មួយដែលឆ្ងាយតែបន្តិចប៉ុណ្ណោះពី fray កង់នៃភាពជោគជ័យដែលយើងអ្នកនរគ្នាប្រាថ្នាអញ្ចឹងសូមកុំបោះបង់ហើយយើងបន្តដំណើរទាំងអស់គ្នាទៀតអរគុណសម្រាប់ការតាមដាន